ជួយជុលរបស់តើឥឡូវគឺបាទច្រើនជំហានស្មុគស្មាញអត់ដូចរបស់ពីមុនទេបាទហើយការជួសជុលក៏មិនមានអីស្មុគស្មាញដែរបាទជាទូទៅគឺមានតែប្រដាប់ផ្សារដកគ្រឿងចេញដាក់គ្រឿងចូលគឺរួចហើយប៉ុន្តែរបស់តើឥឡូវគឺអត់ទេបាទប្រដាប់ផ្សារគ្រឿងត្រូវមានកុំព្យូទ័របាទរបស់មួយចំនួនត្រូវមានកុំព្យូទ័រមានកុំព្យូទ័រហើយអត់គ្រប់ទៀតបាទតែមានអ៊ីនធឺណិតអត់គ្រប់ទៀតត្រូវមានឧបករណ៍ផ្សេងទៀតដែលត្រូវតម្រូវទៅតាមប្រភេទបាទទៅតាមប្រភេទទៅតាមម៉ាកទៅតាមយីហោទៅតាមគ្រឿងមួយទៅទៀតបាទមិនមែនថាដោះគ្រឿងហើយដាក់គ្រឿងចូលទៅវិញគឺកើតទេបាទគឺអត់ទេកាន់តែទំនើបកាន់តែស្មុគស្មាញសម្រាប់ជាងហើយអ្នកប្រើក៏ទៅតាមនឹងដឹងចឹងដែរតែBooth Sonlink Color 2 Color 2បាទនេះមកស្ងាត់ជ្រាបហ្មងស្ងាត់ជ្រាបគ្រប់យ៉ាងធ្លាប់ឆ្លងកាត់ការជួសជុលមកដែរថ្មនឹងមិនទេនេះបោះឲ្យមានភ្លើងដោតទៅក៏មានភ្លើងចូលថ្មជួយអីស្ងាត់ហ្មងនិយាយទៅលើយើងកំពុងគុនគូមើលដល់តើចាប់ដើមពីណាទៅណាហើយលើកទី1ដែរនេះបូធ្លាប់មានអ្នកសួរដែរក៏មិនដែលឃើញមានអ្នកផ្ញើមកឆ្ងាយអីចឹងទៅបាទឥឡូវយើងចាប់កាន់លើកទី1ហើយចាំមើលយើងឆែកមើលវាមិនវាកើត Booth Sonlink Color 2 Color 2នេះគឺយើងបានធ្វើការជួសជុលហើយនេះកំពុងធ្វើការជួសជុលហើយកាលពីមុនមកគឺយើងដោតបញ្ចូលក៏អត់ភ្លើងចុចបើក៏អត់ភ្លើងបាទដោតចូលកុំព្យូទ័រក៏អត់ស្គាល់ដែរឥឡូវនេះបន្ទាប់ពីយើងបានធ្វើការជួសជុលផ្នែក main board ផ្នែកគ្រឿងរបស់វារួចយើងដោតកុំព្យូទ័រមកគឺវាស្គាល់យើងupdate firmware បានប៉ុន្តែអត់ទាន់បានបើកតេស្តទេចាំមើលទៅ connect keyboard ហើយធ្វើការបើកតេស្តជួសជុលរបស់តើឥឡូវគឺបាទច្រើនជំហានស្មុគស្មាញអត់ដូចរបស់ពីមុនទេបាទមិនសូវទំនើបការជួសជុលក៏មិនមានអីស្មុគស្មាញដែរបាទជាទូទៅគឺមានតែប្រដាប់ផ្សារដកគ្រឿងចេញដាក់គ្រឿងចូលគឺរួចហើយប៉ុន្តែរបស់តើឥឡូវគឺអត់ទេបាទប្រដាប់ផ្សារគ្រឿងត្រូវមានកុំព្យូទ័របាទរបស់មួយចំនួនត្រូវមានកុំព្យូទ័រមានកុំព្យូទ័រហើយអត់គ្រប់ទៀតបាទតែមានអ៊ីនធឺណិតអត់គ្រប់ទៀតត្រូវមានឧបករណ៍ផ្សេងទៀតដែលត្រូវតម្រូវទៅតាមប្រភេទបាទទៅតាមប្រភេទទៅតាមម៉ាកទៅតាមយីហោទៅតាមគ្រឿងមួយទៅទៀតបាទមិនមែនថាដោះគ្រឿងហើយដាក់គ្រឿងចូលទៅវិញគឺកើតទេបាទគឺអត់ទេកាន់តែទំនើបកាន់តែស្មុគស្មាញសម្រាប់ជាងហើយអ្នកប្រើក៏ទៅតាមនឹងដឹងចឹងដែរតែហើយការជួសជុលក៏ពិបាកដែរបាទពិបាករកកន្លែងជួសជុលបាទអីចឹងទៅបាទដូច color 2នេះគឺយើងដោះមកឃើញស្នាមជួសជុលហើយបាទស្នាមព្យាយាមជួសជុលហើយគាត់ថាវាអត់ចេញអញ្ចឹងក៏មកដល់នេះចឹងទៅឥឡូវមកដល់នេះគឺយើងបានអានេះជំហានទី1នេះគឺយើងដោតមកឃើញថាបន្ទាប់ពីជួសជុលមកយើងដោតចូល system របស់ Booth គឺស្គាល់នៅលើ website ហើយទីទៀតយើងទៅដោតត keyboard ដើម្បីធ្វើការបើកសារល្បងមើលបាទចាំមើលវាជោគជ័យអត់ចាំអត់មើលទៀតឥឡូវនេះយើងយកមកដោតដើម្បីធ្វើការសាកល្បងប៉ុន្តែបើកបាន Battery 5 ready to connect បាទបើកបានប៉ុន្តែបញ្ចូលថ្មហាក់ដូចជាមិនចូលទេហើយមកស្ទុះវាលុតទៅវិញថ្មបើកមកលោតថាពេញប៉ុន្តែពេលដកខ្សែនេះចេញគឺលុតបាត់តែឥឡូវហ្នឹងគឺយើងបានធ្វើការជួសជុលទៅវាបើកចេញបានប៉ុណ្ណឹងណាអញ្ចឹងជំហានបន្ទាប់តមើលទៀតមើលថ្មមើលអីទៀតខំចាប់ចូលអេវ៉ាំង